còn ai tờ riêng này ở tay mày con cà tha con trong chọc riêng này mình ban còn ai trong chụp riêng chẳng còn ai đang ngọt miên từ chùm này đang tê đã chui dưỡng kịch bị phim cọ bàn na con trong chọc riêng là bay chui lụa lại mày pro con khơi mai hot nè ai từ con không prang riêng mai lập bạ pana còn mai to su đai tai con là nật mai con trong chui mai mai đằng nè tai mai trong ai còn ai chụp riêng tê nam môi còn ai riêng chụp chọp hai bà còn ai chụp riêng mai sẽ đai mình ấy tay mai ở con chui mai tới na mày pro con mình trong ai mai hot to tiết tê nam môi con thao mai con trong chỉ nụ đai chỉ nụ trang mai kha trang hai mai con chui tới na mày con ai mai sum to phong nè đai mai mình ai đo cướp giang ai con đu chỉ mai kẹp sen mình ấy tay mai mai con cần chăng nè conสบายចិត្តđại bang ca chỉ con được bao mai là hai cho bà con tăng chất hạt trong chụp riêng mà chui mai hơi mai con mình ham khọt con đai còn tầm mai sẽ đai mình ấy tay mai ơi tờ ban chui mai con đi đừng thơ mà hả lỡ mai đi chăm ba lai hay nở hai đừng con như từ lụa hai ấy con mai con từ lụa xanh đó nè cha con ai mai xong tập phong na con đai mai mình ai con đu sưu đi con kêปลายสระปอนจุดติงปลายยังเตืองปอนปลายสระปอนจุดติงปลายยังเตืองปอนขโมยแต่เรื่องชอบสั่งขโมยจ้าไม่มีติงปลายแม่นมิง จากขโมยมาเป็นปลายกี่ครั้งขโมยจ้าไม่มีตะโกนตรุยฉายาตรุยสบู่นั่งครุชมามิงจังเจอตะโกนนั้นเป็นปีปอนมานะจ้ามิงนะมิงตะโกนนายขโมยเลยcon nói là mình chẳng khiêm tơ sao nàyแต่choขโมย cha mình cô à nợ đó hay xong tao luôn ai để mình không chặt chập riêng Terry ta Terry chắp săn thì nè anh vừa đào lộ lại chẳng ta bạn ai ở tờ riêng គ្នាដាល់លក់ជំនួសម៉ែគ្នាណាដោយសារតែគ្នាមិនចង់ក៏ពិបាកព្រោះក៏ឡងមកក៏ថតដែរចឹងមានន័យថាឯងឈប់រៀនហើយជួយលក់គាត់មែនពិតមែនហើយបើអញ្ចឹងស្ដាយណាស់ព្រោះពួកយើងរៀនតែមួយឆ្នាំទៀតចាប់អីធ្វើមិនគ្នាក៏មិនចង់ដែរដើម្បីជួយម៉ែព្រោះម៉ែគ្នាកាន់តែចាស់ហើយយើងអាណិតឯងណាធីរីតែយើងមិនអាចជួយអីឯងបានទេមិនអីទេធីណាគ្នាអរគុណទេណាស៊ូណាធីរីគ្នាដឹងហើយអញ្ចឹងគ្នាទៅលក់បន្លែបន្តទៀតណាតើចោះthôi đây nước đây bơ mà ngày em chạy ớt sao អ្នកនាងអធិស្ឋានអ្នកនាងខ្ញុំមករកលោកមេភូមិគាត់នៅផ្ទះអត់អ្នកនាងអ្នកនាងចាមិញលោកនិយាយថាម៉េចមិញលោកមេភូមិគាត់នៅផ្ទះអត់អ្នកនាងខ្ញុំមកជួបគាត់ចាគាត់នៅតាចាំខ្ញុំទៅហៅគាត់ឲ្យចឹងអើយនៅតែលឹមរ៉ែហ្នឹងឯងភ្លេងវូអត់ឲ្យចំណាំឯងនេះស្រន់តិចពុកហើយមិនកូនមានគេមករកពុកឯងពុកប្រហែលជាក្មួយសុតទេហើយគេនៅណាកូនគាត់ចាំនៅមុខទេហ៎ពុកឥឡូវពុកទៅជួបគេតិចសិនណាឥឡូវកូនឯងទៅយកទឹកមួយកែវដើម្បីទៅជូនគេចាពុកក្មួយសុតពូជាស្រ័យហងក្មួយពូឡៃនៅកែឲ្យបានមកទទួលក្មួយមកអង្គុយលេងសិនមកក្មួយបាទពូមកក្មួយអង្គុយមកហើយក្មួយមកយូរណាស់ក្មួយបាទពូទៅតែម្ដងមិញដែរហ្នឹងពូហើយក្មួយគិតច្បាស់ថាមកទិញដីពូនោះបាទពូដោយសារតែខ្ញុំចង់ធ្វើកន្លែងទុកសម្រាប់បើកអណោយជូនទៅដល់សិស្សក្រីក្រណាមួយនៅក្បែរទៅលោកមេភូមិផងអញ្ចឹងទៅស្រួលក្មួយនេះសំមានអ្នកចេះដឹងគិតបានជ្រៅជ្រះមែនហើយមានចិត្តល្អចេះជួយអ្នកក្រីក្រទៀតបាទពូហើយពូលក់ឲ្យខ្ញុំប៉ុន្មានដែរពូពូនេះជាមេភូមិពូនេះចង់ចូលរួមចំណែកជាមួយក្មួយដែរហើយពូលក់ដីឲ្យក្មួយធូទេបាទពូបាទអញ្ចឹងពូអាចជួយខ្ញុំទៅមើលដីនឹងតិចបានអត់ពូបានដែរក្មួយបាទអញ្ចឹងតបាទពូនេះដីក្មួយនេះដីមានអីពូដីនេះទំនងដែរតាបាទក្មួយហើយក្មួយពេញចិត្តអត់ក្មួយបាទពូខ្ញុំពេញចិត្តអញ្ចឹងខ្ញុំយកបាទក្មួយយកចាំពូនេះរកចំឯកសារឲ្យបាទពូបាទបន្លែស្រស់បងប្អូនជួយទិញបន្លែខ្ញុំទេមីងទិញបន្លែអត់មីងអត់ទេក្មួយចាមីងឥឡូវលោកមេការសំឡងបាទលោកបាទខ្ញុំរកដីបានហើយបាទចាំខ្ញុំទៅតាំងឲ្យលោកណាបាទអរគុណច្រើនបន្លែស្រស់បន្លែសុំតលេសុំត
ឲ្យខ្ញុំសុំទោសផងអ្នកនាងដែលខ្ញុំមិនបានប្រយ័ត្ន ចាមិនអីទេលោកចាំខ្ញុំទៅសិនហើយ ចុះសិនអ្នកនាង ចា គឺបន្លែរបស់អ្នកនាងបន្លាក់ដីហើយអញ្ចឹងចុះណាចាំខ្ញុំសងថ្លៃបន្លែរបស់អ្នកនាង អត់អីទេលោកមិនបាច់សងទេព្រោះវាគឺជាអចេតនា អ្នកនាងខ្ញុំជាអ្នកធ្វើឲ្យបន្លែរបស់អ្នកនាងបន្លាក់អញ្ចឹងហើយខ្ញុំត្រូវតែសងបើអ្នកនាងមិនទទួលយកទេខ្ញុំនេះដូចជាមនុស្សដែលគ្មានទំនួលខុសត្រូវពេកហើយ ចាខ្ញុំទទួលយកក៏បាន គិតទៅនាងស្អាតណាស់ ចិត្តដល់ហ្មងទៅប្រជុំទៀតវៃ ពុកពុក មានរឿងអីកូននិយាយមក ពុកម្នាក់ដែលមកទេយើងថ្ងៃមុនហ្នឹងណាគេ គេជាក្មួយសុតគេជាអ្នកមានមុខមានមាត់ក្នុងភូមិយើងនេះឯង អូពុកមើលទៅតំណងមានដល់ហើយ និយាយមិនមានទេកូនការងារគេប្រពន្ធភ្នំហ៎ ពុកកូនដូចជាចង់ចាប់អារម្មណ៍គាត់មិនទេនេះ កូននេះឃើញគេមានឃើញគេសង្ហាតិចមិនបានណាកូនជាស្រីធ្វើឲ្យត្រឹមត្រូវតិចណាកូន ពុកខាត់អារម្មណ៍ខ្លួនឯងមកចាប់ពុកឯងមើលគាត់សង្ហាក៏សង្ហាមានក៏មាន ពុកយល់ហើយកូនឯងមានរឿងនិយាយតែប៉ុណ្្នឹងទេអី នៅមានទៀតពុក បើមាននិយាយអស់មកពុកនេះប្រញាប់ទៅប្រជុំ ពុកជួយជ្រោមជ្រែងកូនឲ្យបានធ្វើការមួយគាត់ទៅយកពុក មែនតើបើកូនឯងធ្វើការបដារៀនបដាល្អហ្មង ហ្នឹងហើយពុកអញ្ចឹងពុកឯងជួយនិយាយមួយគាត់ឲ្យកូនបានធ្វើការងារមួយគាត់ទៅយកពុក មិនអីទេចាំពុកមកពីប្រជុំវិញចាំពុកឆ្លៀតទៅនិយាយក្មួយសុតឲ្យណាឥឡូវពុកទៅប្រជុំហើយកូនឯងនៅផ្ទះរៀបចំការងារផ្ទះហងនៅ ចាពុក ឥឡូវពុកទៅ